បាទជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីស្រឡាញ់រាប់អានអរគ្នាបាទហើយនេះគឺជួបជាមួយនឹងខ្ញុំបាទទៀតហើយគឺកម្មវិធីសែនចំការថ្វាយចន្ទីនៅថ្ងៃនេះគឺថ្ងៃទី30ត្រូវថ្ងៃសៅរ៍ទី30ខែឧសភាបាទគឺមានកម្មវិធីមួយថាកម្មវិធីសែនចំការថ្វាយចន្ទីនេះថ្វាយចន្ទីបន្ទាប់ពីការប្រមូលផលថាទៅវាមិនទាន់អស់ទេនៅអាចបេះបានបណ្ដាប៉ុន្តែគាត់ក៏បានចាប់ផ្ដើមកម្មវិធីសែនហើយបាទសែនធំដុំហ្នឹងណាចន្ទីគាត់ធំប្រហែលជា7 8ហັດ8ហັດណាតែពីការប្រមូលផលហើយបេះបានខ្លះហើយក៏ឃើញតែបានកាក់កបល្អមានផ្លែល្អទៅហើយក៏អញ្ចឹងក៏គាត់គឺតែតែដឹងគុណដល់ថាជាពិសេសទៅដល់អរុក្ខទេវតាអាកាសទេវតាដែលបានមើលថែរក្សាឲ្យចំការគាត់នេះបានទទួលលទ្ធផលល្អមានផ្លែជាប់លាប់ពេញលេញបេះមកវិញគឺបានផ្លែបានច្រើនអញ្ចឹងហើយក៏គាត់ក៏ធ្វើប្រពនៅកម្មវិធីសែនបានសែនណានេះគឺសារៈចំការចន្ទីហ៎ចុះก่อนចន្ទីបាទបងប្អូនណាមើលនេះសិតតាភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងថ្ងៃនេះណាមានអាយដាមមានអុកញ៉ាមានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនោះមានអ្នកជូនបន្លែប្លុកមានគ្រឿងក្លែមគ្រឿងអីមកគ្រប់ប្រភេទហ្នឹងណាធ្វើឲ្យអធិកធមនៅក្នុងកម្មវិធីថាសែនចំការថ្ងៃនេះបាទគេថាថ្ងៃនេះគឺថ្ងៃជាពលាល្អណាប្រយុទ្ធមាញ់បន្ទាប់ពីប្រយុទ្ធមាញ់ភ្លៀងមួយមេយ៉ាងក្រាស់ក្រែលហើយក៏ធ្វើឲ្យដើមចន្ទីនៅរីកស្រស់ស្រាយហាក់ដូចជាបានទទួលនៅសេចក្តីសង្ឃឹមពន្លឺមើលបាននេះមើលផ្លែល្អបងប្អូនណាពេលច្រើនគឺត្រូវគេអស់ផ្លែប៉ុន្តែចន្ទីគាត់គឺនៅតែផ្លែអាចថាប្រមូលផលមួយថ្ងៃ50-60គីឡូ100គីឡូទៀតបាននេះតើបងប្អូនណាចាប់ដើមទៅកន្លែងជប់ជុំហើយគឺដល់កន្លែងសែនហើយចាំមើលថាតើការសែននេះគឺមានស្អីខ្លះមានអីខ្លះដែលជាគ្រឿងសែនគ្រឿងថ្វាយថ្ងៃនេះបាទអញ្ចឹងតោះបងប្អូនចូលដល់ទស្សនាដំណើរទស្សនារបស់គ្នា